ព្រឹកព្រលឹមដ៏ស្រស់បំព្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឡានក្រុងទេសចរដ៏ធំមួយកំពុងរង់ចាំសិស្សនិស្សិតផ្នែកប្រវត្តិសាស្ត្រវីរៈគឺជាសិស្សម្នាក់ដែលពូកែលេងសើចនិងមិនសូវខ្វល់ខ្វាយពីវិន័យបានដើរឡើងឡានទាំងងងុយដេកវីរៈឈប់សិនឯមកនេះមកបាទលោកគ្រូមានការអីមែនទេទើបតែម៉ោង6ព្រឹកសិនហ្នឹងគ្រូដឹងថាឯងចូលចិត្តលេងសើចច្រើនប៉ុន្តែលើកនេះយើងទៅប្រាសាទអង្គរវត្តវាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃបុព្វបុរសយើងគ្រូសូមប្រមានឯងពេលទៅដល់ទីនោះកុំដើរផ្ដេសផ្ដាស់កុំពីសវាលពីសកាលហើយដាច់ខាតកុំទៅប៉ះពាល់របស់អ្វីដែលគេហាមឃាត់ឲ្យសោះយល់ទេអូយលោកគ្រូខ្ញុំដឹងហើយខ្ញុំមិនមែនក្មេងមកទីយាយឯណាគ្រាន់តែទៅមើលថ្មចាស់សោះមានអីគួរឲ្យខ្លាចទេវីរៈឯងស្ដាប់លោកគ្រូខ្លះទេគេថាទីនោះស័ក្តិសិទ្ធិណាបើឯងធ្វើអីមិនសមរម្យប្រយ័ត្នខ្មោចលងអាយ៉ាបុរិតឯងរៀនដល់មហាវិទ្យាល័យហើយនៅជឿរឿងខ្មោចទៀតណាតោះឡើងឡានខ្ញុំចង់ទៅមើលថាអង្គរវត្តហ្នឹងអស្ចារ្យប៉ុណ្ណាឡានក្រុងចាប់ផ្ដើមចេញដំណើរតាមដងភ្លឺវីរៈសម្លឹងមើលទៅក្រៅបង្អួយឃើញវាលស្រែពណ៌បៃតងខ្ចីនិងជីវភាពអ្នកស្រុកសំឡេងសើចសប្បាយរបស់និស្សិតលាន់ឮពេញឡានមើលចុះទេសភាពស្អាតណាស់ស្រុកខ្មែរយើងពិតជាមានមន្តស្នេហ៍មែនមកដល់ខេត្តសៀមរាបកម្ដៅថ្ងៃចាំងជាក់មកលើកំពូលប្រាសាទអង្គរវត្តដ៏រុងរឿងគ្រប់កញ្ញាភ្ញាក់ផ្អើលនឹងភាពអស្ចារ្យនៃសំឡុងបុរាណទាំងអស់គ្នាដើរតាមគ្រូកំបីជួឥឡូវយើងកំពុងស្ថិតនៅមុខព្រះវិហារកណ្ដាលខណៈដែលលោកគ្រូកំពុងពន្ជល់វីរៈចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងហៅគេឃើញច្រកផ្លូវតូចមួយដែលបិទជិតដោយវល់លាឈឿនផ្លូវនោះមានអីទៅណោះមើលទៅដូចជាគ្មានអ្នកណាធ្លាក់ចូលទៅសោះដោយភាពចង់ដឹងចង់ឃ្យួយវីរៈក៏លួចដើរចេញពីក្រុមគេដើរកាត់វល់លេឈើចូលទៅក្នុងបន្ទប់ងងឹតមួយក្នុងប្រាសាទនៅកណ្ដាលបន្ទប់នោះមានដាវបុរាណមួយដាក់នៅលើជើងទុំថ្មដាវនោះមានពន្លឺចាំងតិចទោះបីជាមិនមានពន្លឺថ្ងៃចូលដល់វ៉ាវដាវនេះស្អាតម្ល៉េះដូចជាដាវក្នុងហ្គេមអញ្ចឹងបើថតរូបបង្ហោះ Facebook ច្បាស់ជាល្បីមិនខានគេលួចដៃទៅចាប់ដងដាវរំពេះនោះអាយក្តៅណាស់មានរឿងអីហ្នឹងពន្លឺពណ៌មាសភាយានពីដាវគ្របដណ្ដប់ខ្លួនវីរៈទាំងស្រុងខ្យល់បក់បោកយ៉ាងខ្លាំងសំឡេងគោលាន់ឮឡើងក្នុងបន្ទប់ងងឹតរាងកាយរបស់វីរៈចាប់ផ្ដើមរលាយចូលទៅក្នុងពន្លឺនោះវីរៈដឹងខ្លួនឡើងវិញដោយសារសំឡេងហូរក្រិនជ្រាវនិងសំឡេងដំរីគេបាយភ្នែកឡើងឃើញខ្លួនឯងដេកលើដីសាចកណ្ដាលភូមិមនុស្សដែលស្លៀកពាក់សម្លៀកបំពាក់បុរាណណែអាម្នាក់នេះឯងជានរណាហេតុអ្វីស្លៀកពាក់ចម្លែកម្លេះលួចចូលក្នុងទីក្រុងយសោដារៈបុរៈក្នុងបំណងអីយសោអីគេពូនិយាយអីហ្នឹងខ្ញុំជាសិស្ស RUP ណានេះកាមេរ៉ានៃណាអ្នកដឹកនាំរឿងនៃណានិយាយមិនដឹងរឿងផងចាប់វាទៅឲ្យហឺនចៃសួរចម្លើយធាហ៊ានចាប់វីរៈអូទៅតាមផ្លូវវីរៈសម្លឹងមើលជុំវិញទាំងភាពភ័យខ្លាចគេមិនមែននៅអង្គរវត្តដែលជាកន្លែងទេសចរទៀតទេប៉ុន្តែគេនៅចំកណ្ដាលអាណាចក្រខ្មែរដ៏រុងរឿងបំផុតវីរៈត្រូវគេយកទៅឃុំនៅក្នុងផ្ទះឈើមួយយប់នោះមានក្មេងស្រីម្នាក់ក្នុងសម្លៀកបំពាក់របាំយ៉ាងស្រស់ស្អាតមួយបានលួចចូលមកមើលគេនាងឈ្មោះទេវីគឺជាបុត្រីរបស់មេតបម្នាក់ឯងពិតជាញាក់ចម្លែកមែនតើឯងមកពីស្រុកណាសម្លៀកបំពាក់ឯងដូចជាចម្លែកណាស់ខ្ញុំមកពីភ្នំពេញអត់ទេខ្ញុំមកពីអនាគត800ឆ្នាំក្រោយអ្នកនាងជឿខ្ញុំទេ800ឆ្នាំក្រោយឯងច្បាស់ជាឈួតដោយសារត្រូវកម្ដៅថ្ងៃហើយខ្ញុំឈ្មោះទេវីបើពុកខ្ញុំដឹងថាខ្ញុំមកទីនេះច្បាស់ជាខឹងមិនខានប៉ុន្តែខ្ញុំមានអារម្មណ៍ថាឯងមិនមែនជាមនុស្សអាក្រក់ទេវីឈ្មោះពីរោះណាស់ជួយខ្ញុំផងខ្ញុំចង់ទៅផ្ទះវិញខ្ញុំគ្រាន់តែប៉ះដាវនោះទេដាវប្រខណ្ឌរិកនោះជាដាវស័ក្តិសិទ្ធិសម្រាប់តែព្រះមហាក្សត្រណាឯងហ៊ានប៉ះវាថងមែនទេបើគេដឹងឯងត្រូវប្រហារជីវិតមិនខានហាស្លាប់អត់ទេខ្ញុំនៅក្មេងណាស់ខ្ញុំមិនទាន់ចង់ស្លាប់ទេច្រើនខែបានកន្លងទៅវីរៈត្រូវរៀនរស់នៅក្នុងសម័យអង្គរទេវីបានជួយលាក់បាំងអត្តសញ្ញាណរបស់គេនិងបង្រៀនគេពីរបៀបរស់នៅទាំងពីរនាក់ចាប់ផ្ដើមមានចិត្តលើគ្នាទេវីបើខ្ញុំប្រាប់ថានៅសម័យខ្ញុំមនុស្សអាចហោះលើមេឃបានឯងជឿទេវីរៈឯងចូលចិត្តនិយាយរឿងចម្លែកណាស់
ប៉ុន្តែមិនថាឯងមកពីណាទេខ្ញុំសប្បាយចិត្តដែលមានឯងនៅទីនេះ ខ្ញុំក៏អញ្ចឹងដែរប៉ុន្តែខ្ញុំតែងតែយល់សុបិនឃើញលោកគ្រូនិងមិត្តភ័ក្តិខ្ញុំពួកគេច្បាស់ជាបារម្ភខ្ញុំខ្លាំងណាស់ កងទ័ពសត្រូវចូលមកឈ្លានពានវីរៈត្រូវយកចំណេះដឹងខ្លះៗពីបច្ចុប្បន្នដើម្បីជួយទេវីនិងគ្រួសារនាងគេបានជួបគ្រោះថ្នាក់ជាច្រើនដងប៉ុន្តែទេវីតែងតែនៅកាយកាពារគេថ្ងៃមួយគ្រូទាយម្នាក់នៅក្នុងភូមិបានប្រាប់វីរៈថាផ្លូវត្រឡប់វិញជិតបើកហើយប៉ុន្តែវាមានតែម្ដងគត់ យុវជនដាវដែលនាំឯងមកនឹងនាំឯងទៅវិញនៅយុគព្រះច័ន្ទពេញបូរមីខាងមុខបើឯងមិនទៅទេឯងនឹងរលាយបាត់បង់ពីលោកនេះជារៀងរហូត ចុះទេវីខ្ញុំអាចនាំនាងទៅជាមួយបានទេ មនុស្សពីរជំនាន់មិនអាចរស់នៅជាមួយគ្នាបានទេវាជាច្បាប់ធម្មជាតិ ឯងពិតជាត្រីទៅមែនទេវីរៈកុំទៅអីបានទេរស់នៅទីនេះជាមួយខ្ញុំ ខ្ញុំសុំទោសទេវីបើខ្ញុំមិនទៅខ្ញុំនឹងត្រូវស្លាប់ហើយខ្ញុំក៏ចង់ឃើញមុខប៉ាម៉ាក់ខ្ញុំវិញដែរប៉ុន្តែបេះដូងខ្ញុំនឹងនៅទីនេះជាមួយឯងជានិច្ច ចាំសិននាងដោះចិញ្ចៀនមាសតូចមួយពីម្រាមដៃនាង យកវាទៅជាមួយចោះទោះបីជាយើងនៅឆ្ងាយពីគ្នាទោះបីជាពេលវេលាខុសគ្នា800ឆ្នាំប៉ុន្តែចិញ្ចៀននេះនឹងរំលឹកឯងថាខ្ញុំធ្លាប់ស្រឡាញ់ឯងខ្លាំងប៉ុណ្ណា ទេវីខ្ញុំសន្យាខ្ញុំមិនភ្លេចឯងទេ វីរៈចាប់ដងដាវរាងកាយគេចាប់ផ្ដើមស្រាលស្ទើរតែហោះរូបភាពចុងក្រោយដែលគេឃើញគឺទេវីដែលកំពុងអង្គុយយំលើដីសាយ លោកគ្រូមើលចុះវាដឹងខ្លួនហើយវីរៈឯងលឺញឹងទេលោកគ្រូខ្ញុំនៅឯណា ឯងនៅមន្ទីរពេទ្យសៀមរាបហើយឯងសន្លប់អស់ទៅ3ថ្ងៃហើយយើងរកឯងឃើញនៅជ្រុងងងឹតមួយក្នុងប្រាសាទគ្រូប្រាប់ហើយមែនទេថាកុំដោះផ្ដេសផ្ដាស 3ថ្ងៃប៉ុន្តែខ្ញុំនៅទីនោះរាប់ខែមានសង្គ្រាមមានទេវីអីគេឯងច្បាស់ទីយល់សបិនរៃគ្រូពេទ្យថាឯងខ្វះជាតិធ្នឹងនិងត្រីកម្ដៅថ្ងៃខ្លាំងពេកទើបធ្វើឲ្យមានអារម្មណ៍ច្របូកច្របល់យល់សបិនអញ្ចឹងរឿងទាំងអស់គ្រាន់តែជាការមកមើលមកអាមទេអីទេវីនាងមិនមានពិតមែនទេ វីរៈមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តយ៉ាងខ្លាំងគេគិតថាខ្លួនឯងឈួតដែលស្រឡាញ់មនុស្សស្រីក្នុងយល់សុបិនប៉ុន្តែនៅពេលគេលួចដៃចូលក្នុងហៅប៉ៅអោសឹសដែលពេទ្យទុកក្បែរនោះគេទាញចេញមកនៅចិញ្ចៀនមាសតូចមួយដែលមានក្បូរក្បាច់បុរាណយ៉ាងប្រណិតមិនយ៉ាង មិនមែនយល់សបិនទេវាមិនមែនជាយល់សបិនទេនាងមានពិតមែន វីរៈចាប់ចិញ្ចៀននោះមកផ្អែបនឹងដើមទ្រូងគេយំផងសើយផងដូចមនុស្សឈួតលោកគ្រូនិងបុរិតមើលមុខគ្នាទាំងងឹងងង ទេវីខ្ញុំលឺឯងទេខ្ញុំមិនភ្លេចឯងទេទោះបីយើងរស់នៅឆ្ងាយពីគ្នាប៉ុន្តែខ្ញុំនឹងស្រឡាញ់ឯងជានិច្ច